សួស្តីទាំងអស់គ្នា ខ្ញុំបាទវិទ្យ ថ្ងៃនេះខ្ញុំមកស្ដាប់ជា live បែបទីអន្តរជាតិដើម្បីធ្វើ challenge មួយដែលសួរថាតើបងប្អូនដែលសិក្សានៅទីនេះគាត់មានជំនាញអ្វីហើយគាត់ប្រកបអ្វីជាងគេតោះទៅជាមួយខ្ញុំទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះយើងបានរកឃើញម៉ូយយើងហើយឥឡូវនេះគាត់កំពុងអង្គុយចូលទូរស័ព្ទយើងមកធ្វើ challenge មួយគាត់ទាំងអស់គ្នាសួស្តីបងឈ្មោះអីដែរ ឈ្មោះលីសៀង ឈ្មោះលីសាំងខ្ញុំអង្គុយណាលីសាំងខ្ញុំលីសាំងជានិស្សិតខាងមហាវិទ្យាល័យអ្វីដែរ ហើយមហាវិទ្យាល័យ IT មហាវិទ្យាល័យ IT ជានិស្សិតឆ្នាំទីម៉ែននេះ ឆ្នាំទី4មក ហើយរៀនជំនាញអីដែរ រៀនអី CMD CMD ហ្នឹងមានថារចនាពហុផ្សព្វផ្សាយទៅអត់បងបងសម្រាប់ការដែលបងរៀនចំណាយពេលមកហ្នឹងតាមអេមួយណាដែលបងគិតថាបងជំនាញជាងគេ Adobe Photoshop Adobe Photoshop អញ្ចឹងបើសិនជាបងជំនាញខាងហ្នឹងខ្ញុំសូមធ្វើ challenge មួយបងបានអត់ដោយសួរតែពី3សំណួរឯងសំណួរទី1យើង select ការ select control A ស្មើនឹងអីដែរ Select all ហើយ shift បូក control បូក I អាហ្នឹងឯងដែរ Shift បូក Control បូក I ហើយ Open folder អ្នកទាំងអស់គ្នាអាច comment បានថាត្រូវឬមួយក៏ខុសហើយបន្ទាប់មួយទៀត control Z បានន័យថាម៉េច ហើយ Control Z ត្រឡប់មកវិញពេលតែខុសអីមួយទៅយើងចុចត្រឡប់មកវិញ អូខេអញ្ចឹងអ្នកទាំងអស់គ្នាអាច comment បានទាំងអស់គ្នាថាលីសៀងគាត់ធ្វើត្រូវបានប៉ុន្មានសំណួរឥឡូវនេះយើងមកជួបបុព្វឆ្លាស់ទាំង3តងនៅក្នុងបន្ទប់205ផ្នែក CMD របស់យើងទាំងអស់គ្នាសួស្តីជួយណែនាំឈ្មោះឲ្យគេស្គាល់មួយ សួស្តីខ្ញុំឈ្មោះរីតាសួស្តីអ្នកនរគ្នាខ្ញុំតើសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះថេន ហ្នឹងហើយអ្នកនរគ្នាគាត់គឺជាបុព្វឆ្លាស់ទាំង3នៅក្នុងបន្ទប់205ផ្នែក CMD យើង No God please no ឥឡូវនេះគាត់សិតតែរៀន CMD អញ្ចឹងខ្ញុំសុំសួរ shortcut អំពី application ដែលយើងរៀនក្នុងការ design ទាំងអស់គ្នាសុំសួររីតាថា control Z នៅក្នុងកម្មវិធី Adobe Illustrator បានន័យថាម៉េច អូយឡើងបកចេក Control Z ហ្នឹង undo Oh my God Wow អបអរសាទរមួយឥឡូវនេះយើងចូលដល់សំណួរទី2ទៅកាន់តៃតា control A បានន័យថាម៉េចដែរនៅក្នុង Photoshop Select all ឥឡូវនេះយើងចូលដល់អ្នកទី3 Seventeen តា control D បានន័យថាម៉េចដែរ Unselect សូមអបអរនារីឆ្នះទាំង3ឆ្លើយត្រូវទាំង3បាក់នេះចូលដល់វគ្គទី3ហើយយើងមកសុំធ្វើការសម្ភាសន៍លោកបងទាំងអស់គ្នាកណាត់ស្វែងគុំលោកបងធ្វើអីដែរលោកបង មកបងថតរូបត្រៀមឡើងយន្តហោះ ឥឡូវនេះកណាសូមធ្វើការសួរលោកបងពី3សំណួរ challenge ជាមួយនឹងការធ្វើ shortcut នៅក្នុង Adobe Photoshop បានអត់លោកបងបានបង លោកបង control Z បានន័យថាម៉េចដែរ Control Z បកក្រោយ Yes Oh my God English control D បានន័យថាម៉េចដែរ Control D ដោះ select ត្រូវឥឡូវនេះកណាមានសំណួរមួយចុងក្រោយដែលស៊ីជម្រៅមែនតើលោកបងតើ shortcut អ្វីដែលធ្វើឲ្យឈប់ក្នុងគីម្នាក់ចង់សូមជម្រាបលាវីដេអូ vlog យើងមានតែប៉ុណ្្នឹងទេសន្មតថាចប់ដោយបរិបូរណ៍យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់អស់លោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃតាមដានរឿងនេះ